ជំរាបសួរបងប្អូនទាំងអស់គ្នានេះជារបៀបធ្វើត្រីបឹងកញ្ឆែតចាត្រីបឹងកញ្ឆែតងាយស្រួលធ្វើទេបងប្អូនយើងគ្រាន់តែរកកញ្ឆែតខ្ចីៗបានមកយើងអាចធ្វើត្រីបឹងកញ្ឆែតដ៏ឆ្ងាញ់មួយមុខនេះបានណាតែអញ្ចឹងដើម្បីដឹងពីរបៀបធ្វើយ៉ាងណានោះសូមបងប្អូនតាមដានទស្សនាវីដេអូរបស់ខ្ញុំទាំងអស់គ្នាដំបូងខ្ញុំដាំទឹកកន្លះឆ្នាំងឲ្យវាពុះសិនបន្ទាប់មកយកត្រីមកស្ងោរហើយពេលដែលស្ងោរនេះខ្ញុំដាក់គ្រឿងកាត់ឆ្អាបមានគល់ស្លឹកគ្រៃរំដេងស្លឹកក្រូចសើចនិងខ្ទឹមសហើយក៏មានដាក់អំបិលមួយស្ព្រាកាហ្វេហើយនិងម្សៅស៊ុបសាច់មាន់មួយស្ព្រាកាហ្វេរួចស្ងោរត្រីនឹងរហូតតតែវាឆ្អិនបានល្អឥឡូវខ្ញុំបំពងត្រីវិញម្ដងខ្ញុំដាក់ម្សៅពោតនៅក្នុងប្រេងឆានឹងចំនួន1ស្ព្រាបាយដើម្បីពេលដែលយើងបំពងត្រីទៅវាអត់ទុះបងប្អូនចាក្នុងអំឡុងពេលរងចាំឲ្យត្រីវាក្រៀមល្អនេះខ្ញុំមកកាច់កញ្ឆែតយកតាខ្ចីហ្នឹងបងប្អូនមើលត្រីឃើញថាវាក្រៀមមកខាងហើយអញ្ចឹងប្រើត្រឡប់ឲ្យវាក្រៀមបានសព្វល្អទាំងសងខាងមកឥឡូវឃើញថាវាក្រៀមល្អហើយខ្ញុំស្រង់ចេញចំណែកឯត្រីដែលស្ងោរហ្នឹងក៏ឃើញថាវាឆ្អិនបានល្អហើយដែរខ្ញុំស្រង់ចេញទៅឲ្យត្រជាក់ទើបបេះយកឆ្អឹងចេញមុននឹងយើងយកវាទៅបុកឥឡូវនេះខ្ញុំបុកសណ្តែកដីលីងចំនួនកន្លះខាំបុកវាឲ្យបែកប៉ុណ្ណឹងមកហើយដាក់គ្រឿងដែលបានបុកហើយហ្នឹងចូលមកហើយគ្រឿងនេះមានលាយខ្ជាយដែរបងប្អូនវាដាក់សាច់ត្រីដែលបានយកឆ្អឹងចេញហើយហ្នឹងបុកបញ្ចូលគ្នាទាំងអស់មកចាក់ប្រេងឆាចូលនៅក្នុងខ្ទះបន្តិចហើយយកម្ទេសឆ្អើរក្រៀមដែលបានកិនមាត់ហើយហ្នឹងយកមករំដេងឲ្យវាចេញពណ៌ក្រហមល្អសិនមកបន្ទាប់ពីវាចេញពណ៌បានក្រហមល្អហើយខ្ញុំចាក់រឿងគ្រូដែលបានបុកបញ្ចូលគ្នាមិញហ្នឹងដាក់ចូលមករួចឆាវាបន្តិចតមកទៅផ្សំគ្រឿងផ្សេងទៀតមានអំបិលកន្លះស្ព្រាបាយស្ករស1ស្ព្រាបាយកន្លះប៊ីចេង2ស្ព្រាកាហ្វេម្សៅស៊ុបសាច់មាន់1ស្ព្រាបាយទឹកត្រី4ស្ព្រាបាយហើយក៏មានទឹកអំពិលទុំហ្នឹងមកវេសម្លដែរបងប្អូនព្រោះត្រីបឹងកញ្ឆែតយើងត្រូវការទឹកអំពិលទុំដើម្បីដាក់ឲ្យមានជាតិជូររួចឆាឲ្យគ្រឿងនឹងវារលាយបន្តិចទើបនេះខ្ញុំចាក់ខ្ទិះដូងចូលហើយខ្ទិះដូងនេះមានចំនួនកន្លះលីត្រហើយយកទៅខ្ទិះដើមទៅណាបងប្អូនរួចទុកឲ្យវាពុះមកពុះទៅទើបនេះខ្ញុំបន្ថែមទឹកដែលបានស្ងោរត្រីនេះខ្ញុំយកវាមកចាក់ចូលនៅក្នុងត្រីបឹងកញ្ឆែតហ្នឹងពីព្រោះទឹកហ្នឹងវាមានជាតិសាច់ត្រីនៅក្នុងហ្នឹងដែរតទៅពីខ្ញុំដាក់ឲ្យវាពុះហើយភ្លក់មើលថាល្មមហើយដាក់ត្រីចូលមកហើយដាក់កញ្ឆែតចូលតែម្ដងបងប្អូនហើយពេលដាក់កញ្ឆែតចូលយើងគ្របគម្របតាមមួយសន្ទុះទេបងប្អូនអត់គ្របយូរទេពីព្រោះគ្របយូរពេកធ្វើឲ្យកញ្ឆែតស្វិតណាចឹងឃើញថាកញ្ឆែតវានៅមានពណ៌ខៀវអញ្ចឹងមានន័យថាវាស្លោកល្មមហូបហើយអញ្ចឹងយើងអាចយកមកហូបបានហើយយើងហូបក្តៅៗអញ្ចឹងទៅឆ្ងាញ់ណាចឹងវីដេអូរបស់នេះខ្ញុំក៏សូមបញ្ចប់ត្រឹមហ្នឹងបងប្អូនកុំភ្លេចចុច like share និង subscribe YouTube Channel របស់នេះខ្ញុំម្នាក់មួយផងចាសសូមអរគុណសូមជម្រាបលា